ឥណ្ឌូនេស៊ីគឺជាប្រទេសអាស៊ីទី4ដែលប្រកាសដកខ្លួនមិនបន្តកុងត្រាជាមួយស្ថាប័ន Miss Grand International របស់តាណាវ៉ាត់ថ្មីក្តៅដំណឹងដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជាជាច្រើនអ្នកពេញចិត្តព្រោះប្រទេសឥណ្ឌូនេស៊ីបានចេញសេចក្តីប្រកាសជាផ្លូវការហើយថានឹងមិនបន្តកុងត្រាទិញសិទ្ធិផលិតកម្មវិធីនិងបញ្ជូនបេក្ខភាពខ្លួនទៅប្រកួតនៅក្នុងកម្មវិធី Miss Grand International ទៀតនោះឡើយបើតាមការប្រកាសចេញពីនាយកគ្រប់គ្រងកម្មវិធី Miss Grand Indonesia លោក Iwan Gunawan នៅលើបណ្ដាញសង្គមលោកបានបញ្ជាក់ពីការដកខ្លួននិងឈប់បន្ត license ជាមួយស្ថាប័នសម្បូរនិងបង្កើតសាច់រឿងមិនចេះចប់ Miss Grand International ដូច្នេះសម្រាប់ឆ្នាំ2025នឹងមិនមានការរៀបចំការប្រកួតដើម្បីស្វែងរកបេក្ខភាពទៅប្រកួតកម្មវិធី Miss Grand ឬកម្មវិធីអន្តរជាតិផ្សេងទៀតនោះឡើយនៅក្នុងខ្លឹមសារនៃសេចក្តីប្រកាសរបស់នាយកគ្រប់គ្រងរូបនេះបានរៀបរាប់ថានៅឆ្នាំ2025ខាងមុខនឹងមិនមានការប្រកួត Miss Mega Bintang Indonesia ហើយក៏មិនមានការកាន់កាប់សិទ្ធិប្រកួតអន្តរជាតិផងដែរក្នុងនោះរួមទាំង Miss Grand Indonesia អ៊ីវ៉ាន់បានឲ្យដឹងទៀតថាការសម្រេចចិត្តរបស់លោកគឺធ្វើឡើងឆ្លងកាត់ការពិចារណាយ៉ាងហ្មត់ចត់មិនមានសម្ពាធពីខាងក្រៅណាមួយនោះឡើយយើងត្រូវតែឆ្ពោះទៅមុខដោយក្រុមលោកចង់ផ្ដោតលើការងារសំខាន់ផ្សេងទៀតលោកក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រចាប់តាំងពីចាប់ផ្ដើមហើយលោកសង្ឃឹមថានឹងទទួលបានឱកាសកាន់តែត្រចះត្រចង់នាពេលអនាគតគិតមកដល់ពេលនេះមានប្រទេសសរុបចំនួន5ដែលមិនបន្តកុងត្រាជាមួយកម្មវិធី Miss Grand International ក្រៅពីកម្ពុជាក្នុងនោះរួមមានមីយ៉ាន់ម៉ាឥណ្ឌានិងឥណ្ឌូនេស៊ីដោយឡែកបើងាកមកមើលបេក្ខភាពវិញក្រោយកើតមានបញ្ហាចម្រូងចម្រាសជាមួយប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរួមគ្នានៅឆ្នាំ2024រហូតធ្វើឲ្យបវរកញ្ញាតំណាងកម្ពុជាកញ្ញាប៊ីសុធារីសម្រាប់ចិត្តដកខ្លួនមិនទៅប្រកួតនៅប្រទេសថៃនោះគឺបញ្ហាមិនចប់ត្រឹមនឹងឡើយព្រោះមានបេក្ខភាពពីបណ្ដាប្រទេសផ្សេងទៀតបានដកខ្លួនជាបន្តបន្ទាប់ក្រៅពីកញ្ញាប៊ីសុធារីបេក្ខភាពតំណាងប្រទេសកម្ពុជាដែលប្រកាសដកខ្លួនមិនប្រកួតនៅក្នុងឆ្នាំ2024នោះមានប្រទេសចំនួន11ដែលបានដកខ្លួនដូចជា Belarus, Brunei, Cambodia, Costa Rica, Greece, Hong Kong, Iceland, Romania, Seychelles, Turkey, Ukraine និងឧបេគីស្ថានសូមជម្រាបថាមកទល់ពេលនេះមានប្រទេសអាស៊ីសរុបចំនួន4ហើយដែលមិនបន្តកុងត្រាជាមួយកម្មវិធី Miss Grand International នៅក្នុងនោះមានកម្ពុជាមីយ៉ាន់ម៉ាឥណ្ឌានិងឥណ្ឌូនេស៊ី